ពុតជារឿងចម្លែកប្លែកទៀតហើយបងប្អូនប្រិយមិត្តទស្សនិកជននៅក្នុងភូមិនិគមលើឃុំចន្លប់ស្រុកពញាក្រែកខេត្តត្បូងឃ្មុំត្រីម្នាក់ដែលមានឈ្មោះឆោមធនាត្រូវបានរងការចោទប្រកាន់ពីស្រីស្នេហ៍របស់ប្តីថាបានព្រួតប្រើអំពើហិង្សាទៅលើស្ត្រីម្នាក់ដែលជាគ្រូបង្រៀនមត្តេយ្យដែលបានតាក់ទងជាមួយនឹងប្តីខ្លួនរហូតដល់តែស្រីស្នេហ៍ប្តីបានដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចនឹងតុលាការខេត្តត្បូងឃ្មុំចាប់ឃុំខ្លួនដាក់គុកបានសម្រេចកាលពីថ្ងៃទី28ខែមីនាឆ្នាំ2025បងប្អូនមើលឃើញហើយទឹកភ្នែកកូននិងសាច់ញាតិយំហូរដូចស្ទឹងពេលដែលម្ដាយជាប់គុកឪពុកនិងស្រីស្នេហ៍រស់បានសោយសោករឿងនេះពិតជាចម្លែកប្លែកថ្មីដែលប្តីព្រមមកធ្វើសាក្សីឲ្យស្រីស្នេហ៍ចាប់ប្រពន្ធខ្លួនឯងដាក់គុកដោយបន្សល់ទុកនៅបំណុលធនាគារជាមួយនឹងកូន4នាក់ដែលដង្ហើយស្រែករកម្ដាយកូនភ្លោះទាំងពីររបស់ស្ត្រីធនាបានស្រែករកហៅម្ដាយថាម៉ែទៅណាក៏ប៉ុន្តែត្រូវបានបងប្អូននិងបងប្រុសបានកុហកប្អូនថាម្ដាយទៅញ៉ាំការគេពេលនេះក្រុមគ្រួសាររបស់ប្អូនស្រីឆោមធនាដង្ហើយហៅសូមឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំឯកឧត្តមប៉ែនកុសលព្រមទាំងឯកឧត្តមព្រាញ្ញាសាលាដំបងនិងសមត្ថកិច្ចថ្នាក់ដឹកនាំទាំងមូលក្នុងខេត្តត្បូងឃ្មុំសូមជួយអន្តរាគមន៍និងពិនិត្យមើលរឿងក្តីនេះផងទៀតដែលចិត្តល្អបំផុតតែធ្វើឲ្យប្រពន្ធខ្លួនឯងជាប់គុកហើយទៅធ្វើសាក់សីឲ្យស្រីស្នេហ៍សាពះសំវពុកចុះជួយដកពាក្យបណ្ដឹងឲ្យម៉ែចេញគុកវិញសាពះខ្ញុំអើដកពាក្យបណ្ដឹងឲ្យស្រីឲ្យដកពាក្យបណ្ដឹងមកម៉ែខ្ញុំទីគុកវិញគឺសារទី1ទឹកឲ្យតាមបានចាក់ចេញទៅគុកវិញទឹកមិនដល់ទៅជាពុកខ្ញុំមានឲ្យបានម៉ែមកបានគាត់ពួកគាត់ដឹកនាំមើលការងារផ្សេងៗទៀតមួយចំនួនហើយនឹងចាំបងប្អូននេះក្រោយយើងមិនខឹងមិនស្អប់ពុកទេណាយើងមកដកបោសិនបិទអាំងសិនហើយនិយាយតែយើងទៅសិនឥឡូវសាពះពុកហើយសាពះពុកហើយសាពះទៀតសាពុកជួយដកពាក្យបណ្ដឹងនិយាយមួយប្រពន្ធក្រោយពុកចុះហីបើសុំពីអត់ហើយគាត់ឲ្យគាត់ដកពាក្យបណ្ដឹងហើយសុំគាត់ទៅយកតាមតែគាត់ចង់បានទៅចង់បានឲ្យម៉ែបានចេញពីគុកវិញមកហើយគាត់ចង់បានអ្វីយកទៅចោះយកមិនចង់បានទេតាមផ្សារពុកឈ្មោះអីនិយាយលឺពុកខ្លួនណាជួយដកពាក្យបណ្ដឹងឲ្យម៉ែបានចេញពីគុកមកផងអត់ចំណេញអីទេប្រពន្ធរស់អោបនឹងទ្រូងរយៈពេលជិតជាង20ឆ្នាំមកខុសគ្នាមិនទិញទួចទៅដាក់ពាក្យជាមួយស្រីស្នេហ៍ប្តឹងប្រពន្ធដាក់គុកប្តីឲ្យស្រីស្នេហ៍ទៅស៊ីមាត់ស្ងោមាត់ដុតទៅកំពង់សោមចេះទៅរួចទេហើយខ្ញុំសូមឲ្យថ្នាក់ដឹកនាំបានលើបានឃើញជួយយកយុទ្ធធរឲ្យក្រុមគ្រួសាររបស់ខ្ញុំផងឥឡូវក្រុមគ្រួសារខ្ញុំលើទៅនិយាយពីខ្លួនឯងលោកអត់ស្គាល់ឯកឧត្តមចង្វាយខេត្តឯកឧត្តមប៉ែនកសលណាអាបាខេត្តត្បូងឃ្មុំទៅផ្ទះសុំឯកឧត្តមជួយឯកឧត្តមសួរឯកឧត្តមប៉ែនកសលខ្ញុំសូមជម្រាបសួរលោកឯកឧត្តមប៉ែនកសលសូមជួយយកយុទ្ធធរឲ្យក្មួយផងក្រុមគ្រួសារក្មួយផងក្រុមគ្រួសារក្មួយលំបាកណាទៅបាល់គាត់ឲ្យហើយមកខ្ញុំណាមួយត្រូវគេចាប់ដាក់ទុកទៀតតែបងខ្ញុំទុយវាមិនដែរវាយំមុខពីមុខពីក្រោយមកយកវាបានដេកទេអូនភ្លោះអូនឯង2នាក់អាយុប៉ុន្មានអាយុ4ឆ្នាំរាល់ថ្ងៃពេលដែលគេចាប់ម្ដាយមកបងអូនមានយំហៅម៉ាក់ទេយំមកបានដេកបានពួនទេវាយំសួរហៅម៉ាក់ថាម៉េចទៅហៅម៉ាក់ទៅថាយូរមកហើយខំភូតគាត់ដល់ភូតអូនថាម៉ាក់ទៅការគេទៅពេញទៅឥឡូវមកដល់ពេលនេះបាត់ម៉ែមួយថ្ងៃ2ថ្ងៃនេះហើយតើបងអូននៅតែសួររកបន្តទៀតទេបងនៅរស់សួររហូតយ៉ាងណារយៈពេលនៅគាត់សួរមកតែយើងចេះភូតគាត់ថាម៉ាក់ទៅនេះម៉ាក់ទៅនោះណាឥឡូវម្ដាយត្រូវបានជាប់គុកបាត់ទៅហើយឥឡូវមានពាក្យអីភូតបងអូនបន្តទៀតមកទៅខ្ញុំអស់ពាក្យអីជឿចាប់ណាស់មួយពេលរត់ចឹងមានពឹងទៅថ្នាក់ដឹកនាំជួយដល់ក្រុមគ្រួសារខ្ញុំឲ្យម៉ាក់ខ្ញុំច្រើនចេញផងឥឡូវប្រាប់ពុកអើយឥឡូវពុកឯងយកប្រពន្ធថ្មីទៀតក៏យកទៅសុំដកពាក្យបណ្ដឹងឲ្យម៉ែចេញពីគុកវិញមកបែរយកប្រពន្ធថ្មីចុះយកតាំងប្តីសុខក្តីសុបាយជាសិទ្ធិរបស់ឯងទេតែសុំបែរដកពាក្យបណ្ដឹងឲ្យនាំស្រីប្រពន្ធស្វាយក្រោយហ្នឹងដកពាក្យបណ្ដឹងដល់ចេញក្រោយវិញទៅដកចេញឲ្យម៉ាក់ខ្ញុំចេញពីក្នុងគុកវិញបាទអូនតាបងប្អូនប្រិយមិត្តទស្សនិកជនជាទីគោរពករណីដែលបរិះម្នាក់បានទៅមានស្នេហាក្បត់ប្រពន្ធហើយនឹងកូនជាមួយអ្នកគ្រូបង្រៀនបតីម្នាក់ដែរអ្នកគ្រូបង្រៀនបតីមានការអប់រំខ្ពស់ណាងាប់បានកើតជាគ្រូគេប៉ុន្តែអ្នកគ្រូប្រាប់ថាស្រឡាញ់ប្តីគេខ្ញុំក៏មិនហ៊ានថាអ្នកគ្រូខុសឬត្រូវដែរប៉ុន្តែអ្នកគ្រូមនោចេតនាឃើញកូនគេប្អូនគេបងគេយំតែភ្នែកហូរដូចស្ទឹងអ្នកគ្រូគួរតែអាណិតស្រីដូចគ្នាផងអ្នកគ្រូកុំរស់នៅលើកំណត់ទុកឲ្យគេអ្នកគ្រូធ្វើបាបឲ្យគ្រួសារគេបែកបាក់វិនិច្ឆ័យព្រាត់ប្រាសជាប់គុកជាប់ច្បាប់អ្នកគ្រូមានបាបណា
ចឹងអ្នកគ្រូមិនថាគិតមើលឡើងវិញទៅបើអាចដកពាក្យបណ្ដឹងបានសោយសុកជាមួយប្តីហ្នឹងក៏សោយសុកទៅក៏អត់ទៀមទីអីទៀតទេណាអ្នកគេលេងគ្នាគេឲ្យហើយអ្នកគ្រូឈ្នះហើយអ្នកគ្រូឈ្នះទាំងប្រពន្ធគេជាប់គុកអ្នកគ្រូឈ្នះបានទាំងរបស់គេឈ្នះបានទាំងប្តីគេឈ្នះបានទាំងការឈឺចាប់គ្រប់យ៉ាងបាទអ្នកគ្រូឈ្នះគ្រប់យ៉ាងហើយបាទឥឡូវខ្ញុំសូមបញ្ជាក់ជាចុងក្រោយទីតាំងដែលកើតហេតុស្ថិតនៅភូមិនិគមលើឃុំស្រឡប់ស្រុកពញាក្រែកខេត្តត្បូងឃ្មុំបាទអញ្ចឹងរឿងនេះសូមឲ្យថ្នាក់ដឹកនាំមេត្តាត្រួតពិនិត្យមើលផងទៀតហើយខ្ញុំជាអ្នកសារព័ត៌មាននឹងក្រុមការងារក៏សូមលើកមករៀមដៃ10ដែរបើសិនជាអត្ថាធិប្បាយពាក្យពេចន៍ត្រង់ណាមិនសមរម្យឆ្គាំឆ្គងអីកុំកាន់តែអភ័យទោសកុំអស់យកដំណើរអីប៉ុន្តែផ្សាយនេះផ្សាយតាមប្រភពប្រជាពលរដ្ឋដែលស្នើសុំភាពជាក់ស្ដែងបាទអត់មានបន្ថែមអត់មានបន្ថយទេបងប្អូនប្រជាជនបាទអរគុណមែនទែនបងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃដល់ការតាមដានការផ្សាយរបស់អង្គភាពសារព័ត៌មាន SBO ហនយូពីខ្ញុំបាទវុធីនិងបងអូនសុធីក៏សូមអរគុណសូមគោរពលា